ចាក់បងប្អូននេះគឺជាសកម្មភាពដែលខ្ញុំមកធ្វើអីហូបនៅផ្ទះយើងខ្ញុំមកពុកម៉ែបងប្អូនថ្ងៃនេះជាថ្ងៃទី2នៃក្តីស្រឡាញ់របស់ពុកម៉ែបងប្អូនហើយយើងក៏មកធ្វើអីញ៉ាំជុំគ្នាណាពុកម៉ែបងប្អូនចាហើយនេះគឺជាបង្គាណាពុកម៉ែបងប្អូនយើងស្រុះរួចហើយណាពុកម៉ែបងប្អូនចានេះគឺជាបង្គាដែលយើងទិញមកស្រស់ហ្មងណាពុកម៉ែបងប្អូនចាហើយឥឡូវយើងមកបេះដូងសិនណាពុកម៉ែបងប្អូនចាមកបេះដូងណាពុកម៉ែបងប្អូនដើម្បីយកទៅស្រស់ជាមួយបង្គាណាពុកម៉ែបងប្អូនចាហើយមើលចេកនឹងល្អហ្មងណាពុកម៉ែបងប្អូនឥឡូវយើងមកគាស់ដូងណាពុកម៉ែបងប្អូនយើងកាប់ដូងណាអូផ្កានេះគឺស្អាតណាពុកម៉ែបងប្អូនចាគឺស្អាតផ្កាមួយស្អាតនិយាយរួមមកទៅសភាពនោះស្អាតហ្មងពុកម៉ែបងប្អូនឥឡូវយើងមកចិតពេកគូញ៉ាំសិនណាពុកម៉ែបងប្អូនចាហើយនេះគឺជាប្អូនរបស់ខ្ញុំណាពុកម៉ែបងប្អូនគឺស្អាតមែនតើចាហើយយើងយកពាក់គក់មកលាងអញ្ចឹងណាពុកម៉ែបងប្អូនចាពុកម៉ែបងប្អូនហើយយើងមានស្ពៃអញ្ចឹងណាពុកម៉ែបងប្អូនច្រឡំពុកម៉ែបងប្អូនគឺសាឡាត់ច្រឡំស្ពៃណាពុកម៉ែបងប្អូនហើយពាក់គក់យើងល្អមែនតើណាពុកម៉ែបងប្អូនចាគឺល្អហើយចូលមកដល់យើងមកស្រស់ងាវណាពុកម៉ែបងប្អូនគឺស្រស់ងាវគូពេលបានញ៉ាំទៅដងឆ្ងាញ់ប៉ុណ្ណាទេមើលតែរូបរាងក៏ដឹងថាតំណងប៉ុណ្ណាដែរពុកម៉ែបងប្អូនចាហើយឥឡូវយើងស្រស់ហើយយើងចាប់ផ្ដើមស្រង់វាចាញ់ហ្នឹងណាពុកម៉ែបងប្អូនចាឥឡូវយើងមកបើកបង្គាយើងម្ដងអូយបង្គានេះល្អហ្មងណាឆ្ងាញ់ណាស់បង្គាបងប្អូននេះគឺជាទឹកម្រេចហើយនេះងាវបងប្អូននេះទឹកត្រីកកងនេះបង្គាយើងហូបជាមួយគ្រួសារយើងណាពុកម៉ែបងប្អូននេះគឺជាផ្លែទៀបនេះអត់ទាន់ទុំទេណាពុកម៉ែបងប្អូនចាផ្លែទៀបអូយគឺបង្គានឹងឈ្ងុយស្ងប់ហ្មងណាពុកម៉ែបងប្អូនទីវានេះក្តីស្រឡាញ់យើងញ៉ាំឲ្យចំគ្រួសារយើងណាក៏លេចមើលផ្កាយើងវិញក៏ស្អាតមិនណយណាស់ដែរណាពុកម៉ែបងប្អូនចាគឺស្អាតដូចមែនតើណាពុកម៉ែបងប្អូនចាអូយដាំទៅល្អណាស់ពុកម៉ែបងប្អូនហើយចាគឺល្អមែនតើហ្នឹងណាចាពុកម៉ែបងប្អូនចាឥឡូវជម្រាបលាបាយ